ដល់ណាអភិវឌ្ឍនៅទីនោះលោកគួតចម្រើនរៀបចំកែលម្អងច្រាំងស្ទឹងព្រែកថ្នោតគួរឲ្យទាក់ទាញអភិបាលខេត្តកណ្ដាលលោកគួតចម្រើនបានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធនិងមន្ត្រីបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពដំណើរការសាងសង់កែលម្អងស្ទឹងព្រែកថ្នោតក្នុងសង្កាត់តាខ្មៅក្រុងតាខ្មៅការរសៀលថ្ងៃទី8ខែមករាឆ្នាំ2026លោកគួតចម្រើនបានធ្វើការណែនាំក្រុមការងារសាងសង់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ច្រាំងស្ទឹងដោយអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសម្ដៅធានាបាននូវសុវត្ថិភាពនិងមានគុណភាពរឹងមាំល្អព្រមទាំងសាងសង់ឲ្យសម្រាប់រួចរាល់ជាស្ថាពរតាមផែនការដែលបានគ្រោងទុកសូមគួរបញ្ជាក់ថាគម្រោងស្ថាបនាកែលម្អងច្រាំងស្ទឹងព្រែកថ្នោតប៉ែកខាងត្បូងស្ទឹងក្នុងក្រុងតាខ្មៅខេត្តកណ្ដាលមានប្រវែងសួនសាធារណៈ590ម៉ែត្រនិងគ្រឿងបង្គុំថ្មីប្រវែង450ម៉ែត្រក្នុងនោះបានរៀបចំចំនួន3ថ្នាក់បើតាមរដ្ឋបាលខេត្តកណ្ដាលគម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ 100% នៅចុងឆ្នាំ2026ខាងមុខនេះ